នាថ្ងៃទី11ខែមីនាឆ្នាំ2025លោកលីវិចិត្រប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជាបានចុះជួបសំណេះសំណាលជាមួយបងប្អូនតំណាងកម្មករសហជីពនៅក្នុងក្រុមហ៊ុន Ventura Leatherware MFY ដែលមានអាសយដ្ឋានស្ថិតនៅភូមិវាវងឃុំសណ្ដីស្រុកសំរងទងខេត្តកំពង់ស្ពឺនិងបានធ្វើជាសាក្សីក្នុងការចុះលើសញ្ញារួម CBA អាណត្តិទី2រវាងសហជីពទឹកចិត្តកម្មករកម្ពុជាសហជីពកម្លាំងចិត្តកម្មករកម្ពុជានិងក្រុមហ៊ុន Ventura Leatherware MFY ជាតិក្នុងឱកាសនោះលោកលីវិចិត្រមិនត្រឹមតែពន្យល់ពីអត្ថប្រយោជន៍នៃការចុះនូវសញ្ញារួមនេះទេថែមទាំងថ្លែងអំណរគុណចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំតាំងពីអាណត្តិសម្ដេចតេជោហ៊ុនសែនរហូតមកដល់សម្ដេចធិបតីហ៊ុនម៉ាណែតតែងតែគិតគូរនិងយកចិត្តទុកដាក់ជាប់ជានិច្ចដល់បងប្អូនកម្មករកម្មការិនីនិងជាពិសេសការបន្តផ្ដល់របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពដល់ឥតគិតថ្លៃទៅប្រជាពលរដ្ឋទាំងអស់ដោយគ្មានការរើសអើងជាក់ស្ដែងនៅព្រឹកថ្ងៃទី10ខែមីនាឆ្នាំ2025កន្លងមកនេះសម្ដេចធិបតីបានណែនាំដល់រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងរដ្ឋមន្ត្រីក្រសួងសុខាភិបាលត្រូវតាមដានឲ្យជាប់លាប់ចំពោះការប្រើប្រាស់សេវាបសសរបស់ពលរដ្ឋដើម្បីធ្វើយ៉ាងណាមិនឲ្យមានការរើសអើងចំពោះពលរដ្ឋនិងកម្មករដែលប្រើប្រាស់សេវានេះឡើយព្រោះយើងដឹងហើយថាបានបសសគឺមានប្រយោជន៍ច្រើនណាស់សម្រាប់បងប្អូនកម្មករនិយោជិតទាំងពេលមានជំងឺសម្រាប់កូននិងមានគ្រោះថ្នាក់អ្វីក៏ដោយគឺបសសជាអ្នករ៉ាប់រងទាំងអស់